សួស្តីអ្នកនរគ្នាថ្ងៃនេះយើងមករៀនអំពីរបៀបដាក់តារាងអញ្ចឹងដើម្បីដាក់តារាងបានយើងចូល insert ហើយបន្ទាប់មកយើងជ្រើសរើសតារាងដែលយើងចង់បាននេះគឺជា table ដែលយើងចង់បានយើង select មកនេះគឺយើងចង់បានប្រមាណគឺដែលយើងដាក់ប៉ុណ្ណឹងឃើញទេយើង select 3ចេញ3 4ចេញ4តោះនេះអញ្ចឹងឬក៏យើងចូលពាក្យថា insert table នេះហើយបន្ទាប់មកវា load ប្រាប់ហើយតែយើងចង់បានចំនួន column ប៉ុន្មាន row ប៉ុន្មាន column នេះគឺបង្ហាញជួរដេក row គឺជួរឈរហើយកន្លែងនេះគឺប្រភេទauto fit យើងមានថា fit column width អានេះគឺវា auto អានេះ auto fit to content អញ្ចឹងមានន័យថាយើងសរសេរអក្សរប៉ុណ្ណាគឺវារីករួម column គឺតាមហ្នឹងហើយនេះគឺ auto fit to window អញ្ចឹងមានន័យថាគឺវារីករួមទៅតាមប្រភេទกระดาษរបស់យើងគឺពេញ screen រហូតតោះណាអញ្ចឹងឧបមាថាគ្រូត្រូវការ5ជួរឈរ2ជួរដេកអញ្ចឹងគ្រូចុចអូខេមកគឺវា load មកអញ្ចឹងគ្រូ predict យើង select ទាំងអស់មកឬក៏យើងចូលកន្លែងនេះ select ហើយយើងទៅដូរ font មក font នេះគេឥឡូវគ្រូចង់បាន font សៀមរាបដាក់ font សៀមរាបមកទំហំ11កន្លែងនេះគឺលេខរៀងឈ្មោះតួនាទីលេខទូរស័ព្ទហត្ថលេខាឧទាហរណ៍អញ្ចឹងបើយើងចង់ប្រិចឬក៏ចង់ព្រមអញ្ចឹងយើងគ្រាន់តែដាក់ cursor របស់យើងនៅលើឲ្យចំជួរឈរចេះឥឡូវគ្រូប្រិចតិចឲ្យធំតិចដាក់ចំចេះដាក់ចំនេះយើងឃើញ cursor របស់យើងចេញប្រភេទព្រួញឆ្វេងស្នាមហ៎អញ្ចឹងយើងចុចម៉ៅឆ្វេងមួយឲ្យជាប់មកយើងអូសមកតោះណាចូលនៅអញ្ចឹងគោលទនាមអានេះគឺតួនាទីគូសេរីវាមើលទៅឃើញស្អាតបន្តិចលេខទូរស័ព្ទយើងធ្វើតិចមកនេះហត្ថលេខាឧបមាថាឥឡូវគ្នាយើងថាគ្រូខ្ញុំចង់ថែមមួយទៀតតែតោនឹងផ្សេងកតុយមួយទៀតអញ្ចឹងយើងគ្រាន់តែដាក់លើខាងហ្នឹងមកយើងចូលនៅក្នុង table design ក្នុង layout យើងយកពាក្យថា insert right អញ្ចឹងមានថាវា column ទៅស្នាមមួយទៀតតោះណា insert left អញ្ចឹងវាមកឆ្វេងអូម៉ារ៉ាគ្នាយើងលោកគ្រូខ្ញុំចង់លុបអូម៉ាយើងចង់លុបបញ្ជួននេះអញ្ចឹងយើងលុបមក select ប៉ុណ្ណឹងមក delete មកយក delete column តែសារមកយើងចង់លុបជួយឈរតោះណាយើង select លើវាណាចុចលើវាមកចូល delete column តោះណាអញ្ចឹងហើយគ្នាយើងឆ្ងល់លោកគ្រូអញ្ចឹងខ្ញុំត្រូវទាញឡើងវិញហ៎នៅត្រូវទាញឡើងវិញហ្នឹងហើយដោយសារតែម៉េចយើងវាខុសទ្រង់ទ្រីដើមអីអញ្ចឹងមកយើងថាលោកគ្រូខ្ញុំអត់ចង់ទាញឡើងវិញទេយើងអាចមកកន្លែងនេះ auto fit នេះយើងយក auto fit window មកអញ្ចឹងវារីករួមទៅតាមធំតាមជាក់ស្ដែងកន្លែងនេះយើងដាក់ថាផ្សេងមកកែតិចតួចមកបន្ថែមយើងអាចប្រើបានអញ្ចឹងកន្លែងនេះយើងអាចselect មកតម្រឹមកដាលមកណាតម្រឹមកដាលមកឃើញស្អាតអញ្ចឹងកន្លែងនេះទៅទៅនឹងតារាងយើងចង់ថែមយើងខាងក្រោមនេះមកនេះ insert row below នេះ select មកចុចមកថែមប្រហែលក៏បានដែរព្រោះនេះអញ្ចឹងយល់ទេយើងចង់លុបចង់បានលុប4ជួរ select 4ជួរមកឥឡូវគួរ select 4 delete row មកតោះនៅនេះគូប្រិចតិចអូខេដោយសារយើងចង់លុបជួរដេកយើងចង់លុបជួរឈរ delete column មកបើយើងចង់លុបតារាងទៅមួយ delete table ហ្នឹងមកតោះហ្នឹងណា